របៀបឆែកមើល password Facebook ដែលយើងបានភ្លេចអញ្ចឹងសម្រាប់បងប្អូនដែលភ្លេច password Facebook អត់អាចចូលទៅប្រើប្រាស់ Facebook បានណាអាចមើលវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកជូនតែម្ដងពីរបៀបឆែកមើល password Facebook ដែលយើងបានភ្លេចអញ្ចឹងដើម្បីយើងធ្វើការឆែក password ដែលយើងបានភ្លេចបានសម្រាប់ការប្រើប្រាស់ Android បងប្អូនធ្វើការចូលជាមួយនឹងកម្មវិធី Chrome មកបាទអញ្ចឹងនៅពេលដែលយើងធ្វើការចូលទៅក្នុងកម្មវិធី Chrome ហើយបងប្អូនអាចធ្វើការចុចទៅលើពាក្យថា Google បាទហើយបន្ទាប់មកទៀតបងប្អូនកុំភ្លេចមើលត្រង់ចំណុចខាងលើដែលមានសញ្ញាចុច3ហ្នឹងអញ្ចឹងយើងធ្វើការចុចត្រង់ចំណុចហ្នឹងមកបាទបន្ទាប់មកទៀតយើងធ្វើការ scroll មកក្រោមចុចទៅលើពាក្យថា settings រួចយើងធ្វើការឆែកទៅលើពាក្យថា Google Password Manager បាទអញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមកបន្ទាប់ពីយើងធ្វើការចុចហើយបងប្អូននឹងឃើញFacebook ហើយអញ្ចឹងយើងចុចទៅលើពាក្យថា Facebook ហ្នឹងបាទហើយបន្ទាប់ពីធ្វើការចុចរួចរាល់ហើយបងប្អូននឹងអាចធ្វើការឆែកមើលហើយត្រង់ចំណុចនេះគឺយើងនឹងអាចឆែកមើលអំពី password Facebook បានហើយបងប្អូនអញ្ចឹងធ្វើការ scroll មកក្រោមបន្តិចមកបាទហើយត្រង់ចំណុចខាងក្រោមនេះគឺជា password Facebook ហើយអញ្ចឹងកន្លែងរូបបាទរូបភ្នែកហ្នឹងគឺយើងអាចចុចបើកវាមកដើម្បីយើងឆែកមើល password Facebook ដែលយើងភ្លេចណាឬក៏យើងចុចពាក្យ copy ខាងស្ដាំដៃហ្នឹងបានដូចគ្នាបាទអញ្ចឹងយើងគ្រាន់តែចុចកន្លែងសញ្ញាភ្នែកហ្នឹងមកយើងអាចឃើញFacebook ដែលយើងបានភ្លេចហើយ password ណាបងប្អូនបាទអូខេអញ្ចឹងវីដេអូក្នុងការចែករំលែកដល់បងប្អូនពីរបៀបក្នុងការឆែកមើល password Facebook ដែលយើងបានភ្លេចណាគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ